tập được lòng chạy ba xôm chùm riêng xua bong phôn đây là niềm dùng pra nơi bần đai nhà sân cung Facebook ba tiếng khôn nâng cài bờ tây ba chạy ti group ba nâng chạy ti nực lực ba khả năng smart trong ba san bồn thươn và khôn niệm chỉ ba trang vàng cả site ba sum lên snai hai chiết ban cho một đất nâng thọt kia cha cha kia đò vây chùm na bài chiên kê ba sal tăng pi samai ananikum barang hay samai sangkum riêng nium ba tin này hay kia sầm năng bộ đinh ní bác cho ba xôm chùm riêng prap phong đại tha xôm này dây pravot bẩn tích ba kia sầm năng bộ đinh ní cứ tha cả long máu cứ tha miềnประเทศบรัฐខ្មែរយើងប្រមាណជា492គ្រួសារហើយភាគច្រើនបាទសម្បូរទៅដោយធនធានមនុស្សបាទដូចជាលោកសាស្ត្រាចារ្យផ្នែកលបាំផ្នែកតន្ត្រីពិសេសគឺព្រឹទ្ធាចារ្យគ្រូបណ្ដាលក្បាច់គុណបុកតោហើយសម្បូរទៅដោយធនធានមនុស្សពិសេសគឺលោកគ្រូអ្នកគ្រូធ្វើការនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងតារាចម្រៀងតារាភាពយន្តដ៏ល្បីមន្ត្រីរាជការទាំងមន្ត្រីរាជការភាគច្រើនអាគារនេះគឺថាអ្នកធ្វើការនៅក្នុងជួររដ្ឋាភិបាលបាទអាគារនេះបើយើងនិយាយអំពីសម័យសង្គមរាស្ត្រនិយមបាទយើងដឹងហើយក្រោយពីប្រទេសជាតិយើងបានទទួលឯករាជ្យបាទពិតប្រាកដដែលបកករណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងនៅឆ្នាំយើងត្រូវគិតថានៅឆ្នាំ1939សង្គ្រាមភ្លើងសង្គ្រាមលើកទី2បានចាប់ផ្ដើមឡើងនៅឆ្នាំ1939ហើយរៀលដាលនៅក្នុងប្រទេសកម្ពុជាសង្គ្រាមលើកលោកទី2បានរលត់ទៅវិញនៅឆ្នាំ1945បន្ទាប់ពីសង្គ្រាមលើកលោកទី2រលត់ទៅកងទ័ពជប៉ុនបានទទួលបរាជ័យដកទ័ពចេញអស់ពីប្រទេសខ្មែរកងទ័ពបារាំងសេះក៏ចូលមកកាន់ត្រួតត្រាអាណានិគមប្រទេសខ្មែរសារជាថ្មីវិញនៅឆ្នាំ1949បារាំងបានលួចអនុម័តដីកម្ពុជាក្រោមឲ្យទៅយួនដោយគ្មានសួរយោបល់ពីប្រជារដ្ឋខ្មែរណាសោះធ្វើឲ្យប្រជារដ្ឋខ្មែរនៅកម្ពុជាក្រោមរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុតបាទដោយសារតែបារាំងសេះធ្វើបុកទុកទោមនិញបាននៅលើអាណានិគមរបស់ខ្មែររហូតដល់អង្គព្រះករុណាជីវិតតម្កល់លើត្បូងព្រះបាទនរោត្តមសីហនុបានទាមទារឯករាជ្យពិតប្រាកដឲ្យប្រជាជាតិអាចារ្យកម្ពុជារបស់យើងវិញកាលពីសម័យសង្គមរាស្ត្រនិយមនៅឆ្នាំ1953នៅឆ្នាំ1953នេះហើយដែលប្រទេសកម្ពុជាយើងបានរួចអាណានិគមពីប្រទេសបារាំងសេះហើយនៅឆ្នាំ1955គឺប្រទេសកម្ពុជារបស់យើងបានចាប់ផ្ដើមសាងសង់វិមានឯករាជ្យមួយនៅមុខផ្ទះសម្ដេចតេជោសែនសប្តាហ៍ថ្ងៃមានន័យថាយើងទទួលឯករាជ្យនៅឆ្នាំ1953ពីបារាំងសេះហើយរហូតដល់រំលងបាន2ឆ្នាំបាទវិស្វកររបស់យើងគឺលោកវ៉ាន់មនីវ៉ាន់ព្រឹទ្ធាចារ្យarchitect វ៉ាន់មនីវ៉ាន់ហើយក៏មានកូនជាងជាច្រើនទៀតក៏បានសាងសង់ជារូបវិមានឯករាជ្យដើម្បីតំណាងឲ្យវិមានឯករាជ្យបាទពីដើមគេហៅថាសម័យសង្គមរាស្ត្រនិយមប្រទេសកម្ពុជារបស់យើងស្ថិតនៅក្នុងរីកចម្រើនគ្រប់វិស័យទាំងវិស័យកីឡាប្រដាល់ទាំងវិស័យបាល់ទាត់បាទទាំងវិស័យសិល្បៈក៏មានការរីកចម្រើនផងដែរនាសម័យសង្គមរាស្ត្រនិយមប្រទេសរបស់យើងមានតាំងពីសាលារៀនល្អមានរោងចក្រគ្រប់វិស័យទាំងអស់តែម្ដងហើយអាគារនេះកាលពីដើមគឺសម្រាប់ទុកបាទឲ្យអ្នករបាំមានន័យថាដូចជាអ្នកធ្វើការនៅបរមរាជវាំងមានន័យថាទីនេះមិនឆ្ងាយពីបរមរាជវាំងប៉ុន្មានទេអញ្ចឹងកន្លែងនេះបន្ទប់តូចនេះគឺថាសម្រាប់ទុកឲ្យលោកគ្រូអ្នកគ្រូបាទដែលលោកគ្រូជាសាស្ត្រាចារ្យលបាំជាសាស្ត្រាចារ្យតន្ត្រីពិសេសទីនេះសម្បូរខ្ញុំនិយាយឲ្យរួមទៅសម្បូរទៅដោយធនធានមនុស្សភាគច្រើនធ្វើការនៅក្នុងជួរមន្ត្រីរាជរដ្ឋាភិបាលច្រើនជាងគេនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងវិទ្យុជាតិហើយក៏ដូចជាតារាភាពយន្តតារាចម្រៀងក៏កើតឡើងពីសំណង់ប្លុកបូឌីងនេះផងដែរហើយអាគារបូឌីងនេះកាលពីសម័យមុនបាទគេថាគេដាក់បន្ទប់នឹងសម្រាប់ឲ្យអ្នករបាំតែងខ្លួនតែងអីទៅល្ខោនមសាក់តន្ត្រីអីចឹងទៅបាទដល់ពេលក្រោយមកប្រទេសកម្ពុជាយើងក៏បានបាទរងគ្រោះ
បាននៅឆ្នាំ1970បាទរដ្ឋបហាបានទម្លាក់សម្ដេចនរោត្តមសីហនុបាទចេញពីអំណាចឆ្នាំ1970ហើយយើងសូមរំលឹកថយក្រោយបន្តិចកាលពីប្រកូលណាបាននៅកាន់អំណាចសម្ដេចប្រកូលណាជីវិតអង្គម្ចាស់តម្កល់លើត្បូងគឺប្រកាសណាព្រះបាទសម្ដេចរមសីហនុបានជ្រើសរើសទីប្រឹក្សាចំនួន3រូបបាទទី1គឺឯកឧត្តមប៉ែននុតទទួលបន្ទុកផ្នែកខាងការបរទេសហើយរីឯឯកឧត្តមសម្ដេចសឿនសានទទួលបន្ទុកខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលន់នល់ទទួលបន្ទុកផ្នែកខាងកងទ័ពជាតិកាលពីសម័យសង្គមរាស្ត្រនិយមដោយសារវិបត្តិភ្លើងសង្គ្រាមគេទាញប្រទេសយើងឲ្យទៅជាកុម្មុយនីសយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំសូមនិយាយកាត់បន្តិចហើយចាប់តាំងពីឆ្នាំ1970រដ្ឋបហាបានទម្លាក់សម្ដេចនរោត្តមសីហនុលន់នល់កាន់កាប់មិនបានប៉ុន្មានឆ្នាំផងក៏គេហៅថាអ្នកស្មោះត្រង់ជាមួយនឹងសម្ដេចនរោត្តមសីហនុក៏នាំគ្នារត់ជួបព្រៃដល់ពេលរត់ព្រៃបង្កើតជាហៅថាព្រៃម៉ាគីកូនតាមឪព្រៃម៉ាគីពេលនោះរបបខ្មែរក្រហមបានកើតឡើងបាទខ្មែរក្រហមបានវាយដួលរំលំរបបប៉ុលពតបាទរបបប៉ុលពតគឺខ្មែរក្រហមបានកាន់បានតែ3ឆ្នាំមានរបបខ្មែរក្រហមដែលរបបប៉ុលពតរបបបនប្រឡាយពូជសាសអាវខ្មៅប៉ុលពតមានអៀងសេរីមានប៉ុលពតហៅសឡុតសបាទមាននួនជាមានស៊ុនសេនមានកាំងកិច្ចគាវហៅតាដុចមានអៀងធរិតអៀងសេរីនោះដែលជាអ្នកបនប្រឡាយពូជសាសប៉ុលពតគេហៅថាសម្លាប់ជាតិសាសឯងដល់ខុសខើដែលប្រទេសណាកម្រមានជាតិសាសណាដែលសម្លាប់ជាតិសាសខ្លួនឯងប៉ុលពតបានកាន់កាប់បានត្រឹមតែ3ឆ្នាំ8ខែ20ថ្ងៃតែប៉ុណ្ណោះប្រទេសយើងក៏បានត្រូវរំដោះបាទត្រូវបានរំដោះដោយសារតែសម្ដេចតេជោសែនហើយនឹងមានសម្ដេចបាទហេងសំរិនសម្ដេចជាស៊ីមក៏បានរំដោះបាទប្រទេសកម្ពុជារបស់យើងចេញពីរបបខ្មែរក្រហមដែលសម្លាប់ជាតិសាសខ្លួនឯងហើយទីនេះហើយប្រទេសខ្មែរយើងខ្លាចជាភ្លើងសង្គ្រាមអញ្ចឹងហើយបានកើតជាកូនពូនជាចៅដល់ពេលគេហៅថាសម័យរដ្ឋកម្ពុជាបាទរដ្ឋកម្ពុជាកន្លែងនេះគឺកន្លែងដាក់លោកគ្រូបង្រៀនដាក់សាស្ត្រាចារ្យល្បីអញ្ចឹងហើយបានសម័យរដ្ឋកម្ពុជាគឺថាត្រូវប្រមូលដែលសេះសល់ពីសម័យប៉ុលពតអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះបាទឥឡូវនេះបើទោះបីជាបាទដោយសារតែប្រមុខរដ្ឋាភិបាលថាកន្លែងនេះគឺជាកន្លែងមួយដែលសម្បូរទៅដោយមន្ត្រីរាជការនិងសិល្បករសិល្បករនីធ្វើការនៅក្រសួងវប្បធម៌វិចិត្រសិល្បៈហើយកម្រនឹងមានបាទគេហៅថាអ្នកណាដែលប៉ះពាល់ណាពីព្រោះថាសិតតែមនុស្សអិសរាជជនសំខាន់នៅប្លុកអាគារបូឌីនេះបាទអញ្ចឹងហើយរហូតដល់ពេលនេះខ្ញុំបាទសូមជម្រាបប្រាប់ផងដែរថាថ្មីនេះមានន័យថាក្រុមហ៊ុនជប៉ុនបន្ទាប់ពីគេវិនិយោគផ្សារទំនើប EON មួយគេឃើញថាប្រជាជាតិកម្ពុជាគឺជាគេហៅថាអាចក្លាយទៅជាសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីបាទអញ្ចឹងក្រុមហ៊ុនជប៉ុនបានមកវិនិយោគទុនផ្សារទំនើបដ៏ធំមួយនៅចំកណ្ដាលរាជធានីភ្នំពេញគឺ EON ប៉ុន្តែឥឡូវនេះបាទក្រុមហ៊ុនជប៉ុនឈ្មោះថាអាកាវ៉ាក្រុមហ៊ុនជប៉ុននេះមកមួយទៀតគឺថាក្រុមហ៊ុនអាកាវ៉ាវិនិយោគទុនជិត$1000 ក្បែរ$1000 លានសហរដ្ឋអាមេរិកក៏បានសម្រេចចិត្តបាទស្របពេលដែលប្រមុខរដ្ឋាភិបាលបានបើកជើងមេឃទូលំទូលាយឲ្យដៃគូវិនិយោគទុននៅពេលណាដែលប្រទេសយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្ដេចតេជោសែនធ្វើឲ្យមានស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋផ្លាស់ប្ដូរមុខមាត់បាទមានផ្ទះមានម៉ូតូមានឡានគ្រប់គ្នាអញ្ចឹងអាគារនេះណាមួយដោយសារតែរាជរដ្ឋាភិបាលមើលឃើញថាមានការទ្រុឌទ្រោមបាទមានការទ្រុឌទ្រោមដោយសារសល់តាំងពីសម័យ50-60ឆ្នាំមកហើយបាទចង់100ឆ្នាំមកហើយអាគារនេះហើយអញ្ចឹងទៅខ្លាចបាក់សង្កត់ពេលដែលភ្លៀងព្យុះម្ដងតែងតែមានការប្រេះហើយនឹងស្នាមទាំងអស់អញ្ចឹងហើយបានសម្រេចរាជរដ្ឋាភិបាលមើលឃើញថាបាទកន្លែងនេះបើទុកទៀតក៏មិនបានក៏សម្រេចចិត្តបើកឲ្យវិនិយោគទុនមានក្រុមហ៊ុនជប៉ុនជាក្រុមហ៊ុនមួយដែលរកស៊ីស្អាតស្អំសុចរិតថ្លៃថ្នូរទៀងតងត្រឹមត្រូវអញ្ចឹងហើយក្រុមហ៊ុនអាកាវ៉ានេះបានបោះទុនជាងជិត$1000 លានសហរដ្ឋអាមេរិកបាទអញ្ចឹងហើយតាមរយៈឯកឧត្តមបាទជាសភារាដែលជារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មដែនដីនិងសំណង់នោះក៏បានចរចាជាមួយនឹងប្រជាប្រដ្ឋខ្មែរយើងដែលរស់នៅទីនេះប្រមាណជា492គ្រួសារបាទ492គ្រួសារនេះក៏ចាប់ផ្ដើមបាទដោះស្រាយគ្នាដោយសន្តិហវិធីគ្មានការដេញគ្មានការកេងប្រវ័ញ្ចធ្វើស្រែឬក៏ធ្វើខុនដូមានន័យថា
កន្លែងនេះគេធ្វើទៅជាខុនដូដ៏ទំនើបនៅក្នុងតំបន់អាស៊ីអាចទៅជាអាគារដែលខ្ពស់ជាងគេបន្តពីប្រទេសម៉ាឡេស៊ីកន្លែងនេះយើងសង្ឃឹមថាប្រទេសកម្ពុជារបស់យើងនឹងមានអាគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីតាមរយៈក្រុមហ៊ុនអាកាវ៉ាព័ត៌មាននេះមិនទាន់ច្បាស់ការឡើយទេគេនឹងធ្វើវិនិយោគជាផ្សារទំនើបជាខុនដូអីផ្សេងបាទអញ្ចឹងហើយតាមរយៈគោលនយោបាយបាទរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីឲ្យសមទៅតាមទីផ្សារតម្លៃមានន័យថាតម្លៃដីបើយើងនិយាយអំពីតម្លៃដីទៅតាមទីផ្សារអ្នកវាយតម្លៃដីថាកន្លែងនេះអញ្ចឹងតម្លៃដីមានន័យថាឯកឧត្តមជាសភារាដែលជារដ្ឋមន្ត្រីស្អាតស្អំម្នាក់ហើយសូមឲ្យរដ្ឋមន្ត្រីដទៃទៀតតែងតែសូវយកគំរូតាមឯកឧត្តមជាសភារាឯកឧត្តមជាសភារាបានដោះស្រាយគោលនយោបាយទៅតាមកំណើនទីផ្សារសេដ្ឋកិច្ចគឺថាទីផ្សារសេរីអញ្ចឹងឯកឧត្តមជាសភារាចាត់តាំងឲ្យមន្ត្រីក្រមអាវ៉ាតមកចរចាជាមួយនឹងប្រជាពលរដ្ឋដោះស្រាយតាមជំហានម្ដង5គ្រួសារម្ដង10គ្រួសារម្ដង100គ្រួសាររហូតដល់ទទួលគោលនយោបាយសម្រាប់ចិត្តមានន័យថាផ្ទះខ្លះតូចនៅជាន់លើនៅជាន់ក្រោមតម្លៃ1ម៉ែត្រការ៉េទៅតាមទីផ្សារចន្លោះមានន័យថា1ម៉ែត្រការ៉េ1ម៉ែត្រការ៉េដោះស្រាយជូនប្រជាពលរដ្ឋដែលប្រជាពលរដ្ឋសម្រាប់ចាត់ចិត្តទាំងសบายចិត្តទាំងរំភើបទាំងសบายចិត្តគ្មានទឹកភ្នែកទឹកសបោអញ្ចឹងគេថាសบายចិត្តរៀងខ្លួនក្នុងតម្លៃបាទឯកឧត្តមជាសភារាគិតឲ្យក្នុង1ម៉ែត្រការ៉េតម្លៃចាប់ពី$1,400សហរដ្ឋអាមេរិកអាគារខ្លះក៏នៅបាទអាគារខ្លះក៏អ្នកខ្លះនៅជាន់លើអ្នកខ្លះនៅជាន់ទី2ទី3ទី4អញ្ចឹងទៅតម្លៃទៅតាមនឹងរីឯអ្នកជាន់ក្រោមមានតម្លៃចន្លោះមានន័យថាតម្លៃដែលដោះស្រាយ1ម៉ែត្រការ៉េនេះចាប់ពី1ម៉ែត្រការ៉េពី$1,400សហរដ្ឋអាមេរិករហូតដល់$1,800សហរដ្ឋអាមេរិកបាទអញ្ចឹងប្រជាពលរដ្ឋយើងគាត់សប្បាយចិត្តណាស់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសប្បាយចិត្តរីឯប្រមុខរាជរដ្ឋាភិបាលក៏រីកមុខរីកមាត់រីកថ្លើមដោយក្របជីដោយសារតែកន្លងមកយើងឃើញហើយការអភិវឌ្ឍចំកណ្ដាលក្រុងរាជធានីភ្នំពេញតែងតែលឺសម្រែកប្រជាពលរដ្ឋយំស្រែកយំយេកបាទទាំងអស់ប៉ុន្តែឥឡូវនេះក្រុមហ៊ុនជប៉ុនអាកាវ៉ាវិនិយោគទុនធ្វើខុនដូបាទចូលរួមចំណាយកាត់បន្ថយភាពក្រីក្រជាមួយប្រមុខរាជរដ្ឋាភិបាលអាចអាគារខុនដូនេះអាចឲ្យនិស្សិត4-5 ពាន់នាក់ដែលអាចធ្វើការកាត់បន្ថយចំណាក់ស្រុកហើយសិស្សនិស្សិតតាមបណ្ដាសាកលវិទ្យាល័យផ្សេងនឹងមានការងារធ្វើបាទដោយសារតែអាគារនេះចាស់ផងបាទអញ្ចឹងហើយឥឡូវនេះដោយសារតែថ្ងៃនេះមានន័យថាល្ងាចនេះថ្ងៃស្អែកគេលេងឲ្យចូលថតហើយមានន័យថាបាទកាមេរ៉ាសំបែមនេះបាទមានន័យថាថ្ងៃស្អែកហ្នឹងគេលេងឲ្យអ្នកកសែតថតហើយមួយថ្ងៃនេះតាំងពីព្រឹកព្រលឹមស្រាងរហូតដល់ស្មើនេះយើងឃើញថាអ្នកដែលចូលចិត្តប្រវត្តិសាស្ត្រពិសេសគឺអ្នកកសែតជាតិនិងអន្តរជាតិគ្រប់ channel គ្រប់អង្គភាពគ្រប់ស្ថាប័នទាំងអស់មកផ្ដិតយកបូឌីងមានន័យថាថ្ងៃស្អែកនេះគេបាំងទាំងអស់តែម្ដងគេមិនឲ្យអ្នកណាចូលទេដល់ឥឡូវនេះគេជំហានដំបូងគឺគេផ្ដាច់ភ្លើងហើយផ្ដាច់ប្រព័ន្ធទឹកអស់លីងហើយគេឲ្យក្រុមហ៊ុនឯកជនមួយដាក់របងរដ្ឋហើយមានន័យថាការរំលាយអាគារនេះគេប្រើរយៈពេលតែ3ខែគត់បាទអញ្ចឹងហើយបងប្អូនដែលធ្លាប់រស់នៅអាគារបូឌីងមានលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យព្រឹទ្ធាចារ្យទាំងអស់នឹងអាឡោះអាឡៃហើយក្មេងសកលក្រោយនឹងមិនបានស្គាល់បូឌីងទេអញ្ចឹងហើយបានខ្ញុំបាទសានមន្ទឿនមកក្នុងនាមជាអេដាមសានមន្ទឿនចាងវ៉ាកាសែតសំលេងស្នេហាជាតិបានផ្ដិតរូបភាពនេះទុកជាកម្រងអនុស្សាវរីយ៍ផងដែរពេលដែលបងប្អូនពេលខ្លះឪពុកម្ដាយប្រាប់ថាណែកូនសម្លាញ់ពុកឪពុកធ្លាប់រស់នៅទីនេះផ្ទះនេះហើយឪពុកចិញ្ចឹមកូនឲ្យបានរៀនសាកលវិទ្យាល័យឪពុកចិញ្ចឹមកូនឲ្យបានទៅរៀននៅសហរដ្ឋអាមេរិកនៅបារាំងសិង្ហបុរីកន្លែងនេះហើយដែលម្ដាយឯងធ្លាប់លក់ដូរបន្តិចបន្តួចយើងមើលឃើញថាខ្ញុំថតគឺជាសាមញ្ញទេក៏ប៉ុន្តែខ្ញុំបាននិពន្ធបទចម្រៀងមួយបទដែលមានចំណងជើងថាបូឌីងលៀនលុះអវសានប៉ុន្តែបទនេះខ្ញុំកំពុងតែថតនៅឡើយទេអញ្ចឹងហើយខ្ញុំនឹងថតដើម្បីអមជាមួយបទចម្រៀងសិនប៉ុន្តែខ្ញុំបាននិពន្ធចម្រៀងមួយបទដែលមានចំណងជើងថាអាគារបូឌីងលៀនលុះអវសានបាទប៉ុន្តែខ្ញុំមកថតជា MV សិនដោយសារខ្ញុំនេះខ្ញុំ live ផ្ទាល់នេះដើម្បីខ្ញុំដោនទុកជាឯកសារហើយសង្ឃឹមថា10ឆ្នាំទៀត20ឆ្នាំទៀតនៅក្នុងបណ្ដាញ YouTube នឹងមានបងអូនថាចង់ឃើញបូឌីងនឹងមើល page របស់សានមន្ទឿននឹងមានតម្លៃសម្រាប់សានមន្ទឿនក្នុងនាមជាវិចិត្រករតែងតែធ្វើអ្វីចងក្រងទុកសម្រាប់ឲ្យយុវជន
យុវនារីសកលក្រោយឲ្យបានស្គាល់ឲ្យបានដឹងថាតើអាគារបូឌីងបាទឥឡូវបាត់តាណាហើយអញ្ចឹងគ្រាន់តែជាប្រវត្តិសាស្ត្រមួយផងដែរឥឡូវសូមអញ្ជើញបងប្អូនស្ដាប់បទចម្រៀងដែលខ្ញុំបាទចាក់ហើយនឹងផ្ដិតអាគារជូនបងប្អូនតែម្ដងបាទសូមអញ្ជើញមិនលើលើនេះលើកាន់នេះកាន់នេះមើលឈួតទៅដៃហ្នឹងអូនដៃហ្នឹងប្រើអារម្មណ៍ធ្វើការប្រើអារម្មណ៍បាទសូមអញ្ជើញបងប្អូនឥឡូវនេះខ្ញុំនៅអាគារមួយដែលកន្លែងចិត្តលោកគ្រូមិនយូវ៉ាន់កន្លែងនេះដែលលោកគ្រូមិនយូវ៉ាន់គ្រូរបស់លោកមេសុគ្រីនៅហើយខ្ញុំធ្លាប់យកថវិកាមកជូនគាត់អីចឹងទៅជាមួយលោកគ្រូមេសុគ្រីហើយជាមួយនឹងកីឡាបដាល់ដទៃទៀតបាទអញ្ចឹងសូមអញ្ជើញបងប្អូនស្ដាប់បទចម្រៀងហើយខ្ញុំបាទនឹងផ្ដិតតែម្ដងហើយយើងគិតថាស្អែកអ្នកកសែតលេងបានជួលហើយ3ខែទៀតអាគារទីនេះនឹងរលាយអស់បូឌីងនឹងលាពីយុវជនយុវនារីសកលក្រោយហើយនឹងខ្លះទៅជាអាគារមិនលាទៅណាស់ទេបងប្អូនប៉ុន្តែលាទៅជាអាគារដ៏ខ្ពស់ស្កឹមស្កៃហើយលើកមុខមាត់ប្រទេសកម្ពុជាបាទអរគុណបាទបងប្អូនសូមអញ្ជើញទស្សនាទាំងអស់គ្នាខ្ញុំសូមចាក់មកបទសិនបាទកាន់នៅក្បែរអូន
ខ្ញុំស្នេហាអើយមានភ្លេចឡើយបើសិនបានរស់រួមពីកាជីវិតណាខ្ញុំខ្ញុំបែកបាំងអើយទីគ្រួសារមកទៅបងប្អូនអើយដូនជីតាប្រត់ទាំងសង្សារស្នេហ៍ស្មើជីវិតខ្ញុំលើកថាទាំងទីប្រណំមកសូមអង្គអិនព្រំអិនព្រំមេត្តាកាន់រណាខ្ញុំលើកថាទាំងទីប្រណំដល់ជីវិតសត្វលោករស់ក្នុងកាជឿកាអត់ឡាអត់មានឈប់ឈរសូមមកក្រមើលមើលសពពីសាតើសត្វលោកណាលោក
của ai anh nắp chỉ vật cái mê ngọt mau bia chun nó bóc cầm sọt trọp hiên của ai anh nắp chỉ vật cái mê ngọt mau bia chun nó bóc cầm sọt trọp hiên nhà cứ luôn nâng sóng dòng vô bọn kia quay rớp ngã tình tình anh kia đi áo ba tí quay rớp ngã tình tình anh kia đi áo ba tí rồi đòi bài bạcเอาบาตุศาสนาปรนในบาตลายขออาปรารถนาปุณรีรู้ดอยบายบาตเอาบาตุศาสนาปรนในบาตลายขออาปรารถนาปุณรีรู้ลุกเรียนโทนอตายยุบสงาตายสวัสดีเมเรียนเอาสาลายุบสงาตายสวัสดีเมเรียนเอาสาลาเอาปีอารามสลับหลังประพุทธยกพยาชีวิตสระวาวิจีนอติอารามสลับหลังประพุทธยกพยาชีวิตสระวาวิจีนบำราประสงค์มนโจรนันตรีเมียนกามาเวรีขนมกลืมเอาโลกไกลเมียนกามาเวรีขนมกลืมเอาโลกไกลតម្លៃមិនតូចចិត្តទេឃើញគេណាមីខ្ញុំត្រូវឲ្យអត់អមរៀនទើបមានតម្លៃព្រះសង្ឃចាស់គុំអប់រំនិស័យមិនវត្តតាមានថ្ងៃអនាគតអត់គង់កាក្មេងវត្តតាមានថ្ងៃអនាគតអត់គង់កា
សតក្នុងតំចរិយាកំសត់មិនได้សរសៃខ្ជិតណាស់អ្វីក៏អត់បីបត់កំសត់ខំមកនឹកក្តីទឹកភ្នែកមើលស្រងដងលើទ្រង់កូនណាបំពេលលួងសួនកណ្ដាលរាត្រីគុំយំណាកូនប្រសូនទីស្អីម៉ែលើកអ្នកបីរត់ឆ្លងព្រៃស្ងាត់បង12ថ្ងៃគត់រំភុតញ័រភើបីកូនកប់ព្រាពេលយប់3ថ្ងៃមិនដែលកូនឆ្លងកាត់ណាននឹកប្តីពេកស្ទើរតែរងប្តីហើយឃ្លាតជ្រងទាំងភ្នែកពិការមិនได้បបពូតបូតយកជីវិតជាតិណាកូនបើសំភាជាតិដល់មេត្តាព្រមរងទៅកូនលើក្បូនវាសនាគង់តែទេវតាប្រទានបជ័យថ្ងៃរើគួស្រីនៅសងត្បូងក្មុំយប់អរកូនយំបារម្ភនឹងក្តីរលាក់ប្រវត្តិស្លុតអស់ស្មារតីរងចាំស្អែកថ្មីជាថ្ងៃផុតទុក្ខឈាមពេជ្រចាំងនារៀងជួបវិញជួបនៅភ្នំពេញកូនមិនស្គាល់ទុកទឹកភ្នែកលើកលីងរំភើបផុតទុក្ខនេះជាទំនងទុកស្រីប្តីប្រត់ណា 192មកដោះស្រាយមកស្អាតមក
បាទសូមជម្រាបសួរបងប្អូនដែលនិយមប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទដោយសារតែអគារ Boarding នេះគឺជាអគារដែលវ័យចំណាស់មួយនៅក្នុងរាជធានីភ្នំពេញហើយសង្ឃឹមថាបងប្អូនដែលលោកគ្រូបាទលោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យព្រឹទ្ធាចារ្យទាំងអស់ដែលរស់នៅអគារ Boarding នេះប្រកាសជាបានមើលវីដេអូរបស់ខ្ញុំបានហើយសឹងតែទប់ទឹកភ្នែកមិនបានក៏ប៉ុន្តែវីដេអូនេះនឹងមានតម្លៃបាទនៅពេលដែលអគារ Boarding នេះមានន័យថាចាប់ពីថ្ងៃស្អែកទៅគឺតែអ្នកកាសែតឬក្អីគេមិនងាយឲ្យបានចូលទេដោយសារគេមានការបិទបាំងទៅតាមរបស់គេដើម្បីគេហៅថាកំតិចសំណង់ចាស់ៗនេះប្រើរយៈពេល3ខែរីឯកសាងអគារនេះคล้ายទៅជាផ្សារទៅជាខុនដូអគារដ៏ស្គមស្កាយមួយ Rich Kuski នៅចំកណ្ដាលទីក្រុងពេញវាច្រើនឆ្នាំបាទខ្ទង់2ទៅ3ឆ្នាំបាទអញ្ចឹងហើយបើសិនជាបាត់ទៅក្មេងចកក្រោយអត់ស្គាល់ថាខាងណាជា Boarding ទេបាទយុវជនយុវនារីចកក្រោយអត់ស្គាល់ថា Boarding បាទ Boarding យ៉ាងម៉េចបើបាត់អស់ហើយបាទអញ្ចឹងហើយវីដេអូមួយនេះបើចូលនៅក្នុង YouTube ហើយបើសិនជាចូលនៅក្នុងFacebook អីអញ្ចឹងបងប្អូនអាចនឹកអនុស្សាវរីយ៍រំលឹកនៅដែលខ្ញុំបានផ្ដិតវីដេអូនេះឡើងបាទពេលនេះការផ្សាយផ្ទាល់របស់ខ្ញុំបាទក៏សានមធឿនក៏សូមថ្លែងអំណរគុណបាទចំពោះបងប្អូនដែលបានចំណាយពេលវេលាបាទដ៏មានតម្លៃបាទតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយថ្ងៃនេះខ្ញុំបាទសូមជូនពរឲ្យបងប្អូនទទួលទានអាហារឆ្ងាញ់ទាំងអស់គ្នាហើយ Boarding នឹងលាលុអវសានលាគ្មានវិលត្រឡប់អាគារចាស់លាហើយបងប្អូនលាហើយលោកគ្រូសាស្ត្រាចារ្យទាំងអស់ហើយនៅសល់តែស្នាមស្នេហ៍អនុស្សាវរីយ៍100,000រសជាតិតែប៉ុណ្ណោះបន្សល់ទុកនៅពេលដែលបងប្អូនអំពូមីងមៀលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនឹកអាគារ Boarding ចូលទៅមើល page សានមធឿននឹងសឹងតែទប់ទឹកភ្នែកមិនបានអមនៅបទចម្រៀងដ៏សែនពីរុកអោភ្នំពេញអើយពេលនេះខ្ញុំបាទសានមធឿនសូមលំអរកាយគ្រប់លា